ឯកឧត្តមបណ្ឌនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍និងអ្នកសារព័ត៌មានស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅភ្នំពេញដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់វប្បធម៌ប្រពៃណីជាតិឲ្យបានទូលំទូលាយនិងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹកនិងវីរៈកងទ័ពជួរមុខឯកឧត្តមបណ្ឌនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសសយកអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍និងអ្នកសារព័ត៌មានស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញដែលក្រុងនឹងប្រារព្ធធ្វើឡើងក្នុងឱកាសបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះកិច្ចពិភាក្សាការងារនេះធ្វើឡើងនៅព្រឹកថ្ងៃទី2ខែមីនាឆ្នាំ2026នៅទីស្តីការក្រសួងព័ត៌មានដោយមានការអញ្ជើញចូលរួមពីឯកឧត្តមណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមលោកជំទាវអស់លោកស្រីតំណាងសមាគមទូរទស្សន៍និងវិទ្យុនិងអ្នកសារព័ត៌មានព្រមទាំងសមាជិកសមាជិកាសសយកជាច្រើនរូបឯកឧត្តមសុកសបាយណាប្រធានក្រុមការងារប្រតិបត្តិនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាបានធ្វើបទបង្ហាញពីគម្រោងព្រឹត្តិការណ៍នគរសង្ក្រាន្តធ្វើឡើងដើម្បីជាការថែរក្សាការពារវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាគឺជាផ្នែកមួយនៃខឿនការពារជាតិការតាក់ទងទេសចរឲ្យមកទស្សនាកម្ពុជានិងយុទ្ធនាការចូលឆ្នាំខ្មែរមកលេងស្រុកខ្មែរ Homecoming ការបង្ហាញសាមគ្គីភាពឯកភាពនិងភាពធន់ការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹកនិងបងវីរៈកងទ័ពឯកឧត្តមសុកសបាយណាបានបញ្ជាក់ដែរថានៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តក៏មានការរៀបចំពិធីសាសនាឧទ្ទិសដល់វីរៈយុទ្ធជនពលីនិងជនរងគ្រោះនិងបួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិជាមួយនេះក៏មានការចែករំលែកប្រាក់ចំណេញទាំងអស់ពីការលក់ម៉ាស្កតនិងផ្នែកនៃចំណូលពីការលក់ស្តង់និងជូនទៅបងប្អូនភៀសសឹកការដឹកនាំចលនាសង្គម 10000 ក្រមាតំណាងឲ្យក្តីស្រឡាញ់ពីមហាជនការផ្ញើប័ណ្ណជូនពរនិងក្តីនឹករលឹកជូនដល់វីរៈកងទ័ពជួរមុខការធ្វើយុទ្ធនាការអំបុកវិច្ចអន្សមនិងដុតក្រឡានក្នុងទីតាំងនៃព្រឹត្តិការណ៍ដើម្បីផ្ញើជូនដល់ជួរមុខការសម្ដែងសិល្បៈលើឆាកធំបង្ហាញពីវីរៈភាពកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីការរៀបចំពិធីជួបជុំអបអរបុណ្យចូលឆ្នាំខ្មែរនៅតាមជំរំជនភៀសសឹកការសហការរៀបចំផ្ទាំងទស្សនីយភាពស្នាដៃគំនូរសិល្បៈដើម្បីសន្តិភាពរួមជាមួយការតាំងបង្ហាញរូបរចនានិងស្នាដៃវិចិត្រកម្មបំផុសស្មារតីនឹករលឹកដល់វីរៈយុទ្ធជននិងបងប្អូនភៀសសឹកព្រឹត្តិការណ៍នគរសង្ក្រាន្តក្រុងធ្វើឡើងរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026នៅទីតាំងធំមួយចំនួនរួមមានវត្តភ្នំផ្លូវថ្មើរជើងចតុមុខសួនច្បារវឌ្ឍនៈ Capital Lifestyle មកដល់ផ្សាររាត្រីនិងទីតាំងផ្សេងមួយចំនួនទៀតឯកឧត្តមរដ្ឋមន្ត្រីនៃភក្ត្រាមានប្រសាសន៍លើកឡើងថាវត្តមានរបស់ឯកឧត្តមបណ្ឌនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីនាឱកាសនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីសារព័ត៌មានក្នុងការចូលរួមផ្សព្វផ្សាយនិងបង្កើតបរិយាកាសរួមចំណែកជោគជ័យសម្រាប់ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះនគរសង្ក្រាន្តមិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិការរួបរวมរបស់យុវជននិងភាពរស់រវើកនៃរាជធានីភ្នំពេញក្នុងឱកាសបញ្ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាក្នុងរយៈពេលកន្លងមកប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយកម្មវិធីអង្គរសង្ក្រាន្តដែលរៀបចំធ្វើឡើងនៅទឹកដីអង្គរខេត្តសៀមរាបការផ្សាយផ្ទាល់និងផ្សាយបន្តផ្ទាល់ការរៀបចំបទយកាពិសេសការផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មានបានធ្វើឲ្យព្រឹត្តិការណ៍នោះក្លាយជាព្រឹត្តិការណ៍ជាតិដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើននិងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិមិនត្រឹមតែប៉ុណ្ណោះបណ្ដាញផ្សព្វផ្សាយទាំងអស់ក៏បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅតាមបណ្ដាខេត្តនានាដូចជាកម្មវិធីសង្ក្រាន្តតាមតំបន់ការរៀបចំល្បែងប្រជាប្រិយការប្រគំតន្ត្រីនិងសកម្មភាពសង្គមផ្សេងដែលបានបង្កើតបរិយាកាសសប្បាយរីករាយសន្តិភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសភាពជោគជ័យទាំងនេះក៏មានការចូលរួមយ៉ាងសកម្មពីសមាគមទូរទស្សន៍វិទ្យុនិងកាសែតព្រមទាំងអ្នកសារព័ត៌មានគ្រប់រូប
ជាថ្មីម្ដងទៀតឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាទួលនីតិរបស់អ្នកសារព័ត៌មានមិនត្រឹមតែជាអ្នករាយការណ៍ព្រឹត្តិការណ៍ប៉ុណ្ណោះទេប៉ុន្តែជាដៃគូអភិវឌ្ឍក្នុងការបង្កើតភាពយល់ដឹងបង្កើនមោទនភាពជាតិនិងបង្ហាញភាពរីកចម្រើនរបស់កម្ពុជាក្នុងឱកាសនេះឯកឧត្តមនៃភក្ត្រាបានអំពាវនាវឲ្យបងប្អូនសារព័ត៌មានទាំងអស់បន្តចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយកម្មវិធីនគរសង្ក្រាន្តនៅរាជធានីភ្នំពេញដោយផ្ដល់ព័ត៌មានត្រឹមត្រូវទាន់ពេលវេលានិងមានវិជ្ជាជីវៈខ្ពស់ដើម្បីឲ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតសម្រាប់រាជធានីភ្នំពេញនិងសម្រាប់ជាតិទាំងមូលឯកឧត្តមហ៊ុនម៉ាណីប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មានសមាគមទូរទស្សន៍និងអ្នកសារព័ត៌មានដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលាពិសេសព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាគម្រោងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តគឺគណៈកម្មការរៀបចំបានគិតគូរច្បាស់លាស់ណាស់អ្វីដែលគួរឲ្យធ្វើអ្វីដែលមិនគួរធ្វើក្នុងពេលប្រតិបត្តិនៃការសប្បាយយើងមិនភ្លេចវីរៈកងទ័ពជួរមុខនិងបងប្អូនជនភៀសសិកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះឡើយតែជាការពង្រឹងស្មារតីជាតិពង្រឹងអត្តសញ្ញាណជាតិហើយផ្សព្វផ្សាយទៅកាន់ក្រៅប្រទេសបានកាន់តែច្រើននៅអ្វីដែលជារបស់ខ្មែរហើយនៅពេលដែលយើងជួបប្រទះបញ្ហាប្រឈមគឺរួមកម្លាំងគ្នាស្មារតីស្មាខិតខំប្រឹងប្រែងក្រោកឈរដើរទៅមុខនៅគ្រប់ផ្នែកទាំងអស់ក្នុងនោះគឺផ្នែកសេដ្ឋកិច្ច